សូមជម្រាបសួរពុកម៉ែបងប្អូនវិលមកជួបខ្ញុំបាទសារជាថ្មីម្ដងទៀតហើយរាល់ដងខ្ញុំតែងតែនាំយកនៅគន្លឹះក៏ដូចជាបទពិសោធន៍ចំណេះដឹងទាក់ទងជាមួយនឹងការចិញ្ចឹមសត្វយកមកចែកជូនបងប្អូនប៉ុន្តែភាគច្រើននោះគឺខ្ញុំចែករំលែកទៅលើការចិញ្ចឹមសត្វមាន់ឬក៏សត្វក្រួយដែលឡើយថ្ងៃនេះខ្ញុំមានប្រធានបទថ្មីហើយក៏វាឆ្លើយតបជាមួយនឹងបច្ចុប្បន្ននេះដែលទីផ្សាររបស់យើងកំពុងតែមានតម្រូវការខ្លាំងដោយសាររាជរដ្ឋាភិបាលបានបិទទប់ការនាំចូលសាច់សត្វបង្កកពីប្រទេសក្រៅមកអញ្ចឹងដូចបងប្អូនឃើញស្រាប់នៅក្នុងរូបនេះគឺជាសត្វជ្រូកបាទអញ្ចឹងសត្វជ្រូកនេះបច្ចុប្បន្នគឺវាមានទីផ្សារចាប់ផ្ដើមល្អហើយតម្លៃក៏ឡើងខ្ពស់ជាងមុនដែរដែលអាចធ្វើឲ្យកសិករអ្នកចិញ្ចឹមគាត់អាចចិញ្ចឹមទៅគឺទទួលបានទិន្នផលបាទអញ្ចឹងការចិញ្ចឹមជ្រូកចែកចេញជាច្រើនប្រភេទចារបៀបដូចជាការចិញ្ចឹមតាមបែបដូនតាចាស់បុរាណរបស់យើងឬក៏នៅតាមជនបទមួយចំនួនគាត់នៅតែបន្តធ្វើទៅឡើយទេគឺចិញ្ចឹមជ្រូកនៅតាមផ្ទះលែងឬក៏ចងជើងឲ្យវានៅហាលវាអញ្ចឹងទៅឲ្យធ្វើដំបូលបន្តិចឲ្យវាជ្រកអញ្ចឹងទៅនៅពេលខែភ្លៀងបាទហើយឥឡូវនេះខ្ញុំនាំយកនៅផ្ទាំងទស្សនីយភាពថ្មីមួយដល់ចែកជូនដល់ពុកម៉ែបងប្អូនបាទមើលទៅមិនថ្មីប្រហែលទេគឺការចិញ្ចឹមជ្រូកនៅលើអង្កាមបាទហើយក៏មានការចិញ្ចឹមជ្រូកមួយចំនួនគេចិញ្ចឹមនៅលើស៊ីម៉ង់អញ្ចឹងភាគច្រើននៅក្នុងបណ្ដាប្រទេសជឿនលឿនក៏ដូចជាក្នុងប្រទេសខ្មែររបស់យើងការចិញ្ចឹមជ្រូកគឺទូលំទូលាយហើយបច្ចេកវិទ្យាកាន់តែទំនើបការដែលចិញ្ចឹមនោះភាគច្រើនបងប្អូនយើងដែលចិញ្ចឹមជ្រូកភាគច្រើនគាត់ចិញ្ចឹមនៅលើសាបហេតុអីបានគាត់ចិញ្ចឹមលើសាបដាក់ស៊ីម៉ង់មានន័យថាវាងាយស្រួលក្នុងការសម្អាតជ្រូកនោះយើងអាចបាញ់ទឹកបានរាល់ថ្ងៃធ្វើឲ្យជ្រូកវាចាប់ធំធាត់លឿនតែបើសិនជាយើងមិនបានធ្វើការលាងវាជាប្រចាំទេវានឹងកើតជាបញ្ហាហើយបើលាងជាប្រចាំក៏ដោយបើសិនជាយើងមិនបានរៀបចំនៅអាងស្តុកត្រឹមត្រូវទេក៏វាជាបញ្ហាអញ្ចឹងអ្នកដែលចិញ្ចឹមជ្រូកនៅលើសាបលើស៊ីម៉ង់គឺប្រឈមខ្លាំងប្រឈមជាមួយនឹងផលប៉ះពាល់ទៅដល់អ្នកជិតខាងក៏ដូចជានៅក្នុងក្រុមគ្រួសាររបស់គាត់គឺក្លិនមិនល្អហ្នឹងតែម្ដងចំណែកឯការចិញ្ចឹមជ្រូកបែបខ្ញុំនេះគឺគេហៅថាជ្រូកចិញ្ចឹមលើអង្កាមបាទអញ្ចឹងការចិញ្ចឹមជ្រូកលើអង្កាមនេះគឺវាមានភាពងាយស្រួលវាចំណេញពេលសម្រាប់បងប្អូនដោយបងប្អូនមិនត្រូវការចាំបាច់ត្រូវតែបាញ់ទឹកជ្រូកនឹងដើម្បីលាងលាមកវាទេគឺលាមករបស់វានៅលើអង្កាមហ្នឹងហើយគួបផ្សំនឹងបច្ចេកទេសដែលយើងរៀបចំលើផ្ទៃទ្រុងរួមទាំងយើងមាននៅប្រភេទ EM ក៏ដូចជា Juliency ហើយពាក្យមួយទៀតគេហៅថាអតិសកុមប្រាណដើម្បីជួយក្នុងការរៀបចំបាតទ្រុងជាមួយនឹងអង្កាមហ្នឹងពេលដែលលាមកសត្វជុះទៅគឺវាមិនមានក្លិនស្អុយទេបងប្អូនបាទហើយអតិសកុមប្រាណ Juliency ឬក៏ EMA ហ្នឹងគឺយើងមិនត្រឹមតែយើងប្រើនៅក្នុងទ្រុងទេគឺយើងលាយជាមួយនឹងចំណីក៏ដូចជាទឹកដើម្បីឲ្យសត្វយើងផឹកដើម្បីជួយកាត់បន្ថយនៅក្លិនអាម៉ូញ៉ាក៏ដូចជាក្លិនស្អុយនៅក្នុងលាមករបស់សត្វបាទអញ្ចឹងការចិញ្ចឹមបែបនេះធ្វើឲ្យជ្រូករបស់យើងហ្នឹងវាមានភាពសប្បាយរីករាយវាអត់កើត stress ទេបងប្អូនដូចឃើញស្រាប់អញ្ចឹងវារត់វាបលែងហើយបាវដូចខ្ញុំចងហ្នឹងគឺសម្រាប់ឲ្យវារត់បុកលេងបលែងព្រោះសត្វជ្រូកនេះជាសត្វមួយដែលចូលចិត្តលេងបាទអញ្ចឹងសន្តានរបស់សត្វជ្រូកគឺវាចូលចិត្តឈ្មោះហើយដល់ពេលយើងបាក់ដាក់អង្កាមអញ្ចឹងទៅវាបានឈ្មោះវាបានពនាលអញ្ចឹងទៅធ្វើឲ្យវាមានសេចក្តីសុខវាអត់មាន stress ទេធ្វើឲ្យការធំធាត់របស់វាក៏ល្អហើយសាច់របស់វាទៀតសោតក៏ផលិតមកបាននូវគុណភាពខ្ពស់ដែរយើងដឹងហើយសត្វដែលយើងចិញ្ចឹមលក្ខណៈធម្មជាតិហើយអត់ឲ្យវា stress គឺវានឹងមានសាច់ល្អបាទយើងទទួលទានទៅវាមានគុណភាពល្អវាឆ្ងាញ់វាធ្វើឲ្យសាច់របស់យើងហ្នឹងវាមានរសជាតិខុសប្លែកពីសាច់សត្វដែលចិញ្ចឹមនៅលើអាងស៊ីម៉ង់បាទអញ្ចឹងសួរថាចិញ្ចឹមអញ្ចឹងអត់កើបលាមកចេញអត់មានក្លិនហើយអត់លាងទឹកអញ្ចឹងធ្វើម៉េចទៅវាមិនមានបញ្ហាទៅដល់សុខភាពសត្វបាទសូមបញ្ជាក់ថាការដែលចិញ្ចឹមលើអង្កាមនេះទាមទារឲ្យមានបទពិសោធន៍គួរសមបាទត្រូវយល់ដឹងអំពីការរៀបចំបាតទ្រុងត្រូវរៀបចំអំពីត្រូវដឹងអំពីការរៀបចំនៅពពួកអតិសកុមប្រាណពពួក Juliency ក៏ដូចជា EM សម្រាប់លាយនៅក្នុងទឹកឲ្យសត្វផឹកក៏ដូចជាស្រោចទ្រុងអញ្ចឹងបើសិនតែយើងអត់មានបច្ចេកទេសទាំងអស់នោះវាពិតជាស្អុយឯបងប្អូនវាស្អុយក៏ប៉ុន្តែបើសិនតែយើងរៀបចំវាបានត្រឹមត្រូវហើយយើងមានចំណេះជំនាញច្បាស់លាស់វាអត់ស្អុយទេបើសិនជាយើងរវល់ខ្លាំងអីដាក់តែចំណីឲ្យស៊ីហើយយើងអត់បានធ្វើការសម្អាតទ្រុងក៏វាអត់បញ្ហាដែរចាំមួយទឹកឬក៏3ថ្ងៃម្ដងចាំយើងបាញ់ទឹក Juliency ក៏ដូចជា EM ក៏ដូចជាអតិសកុមប្រាណទៅលើអង្កាមនោះឬក៏ទៅលើខ្លួនសត្វក៏អត់បញ្ហាដែរវាខុសពីការចិញ្ចឹមលើអាងស៊ីម៉ង់បងប្អូនអត់លាងអត់សម្អាតតាមមួយថ្ងៃគឺមានបញ្ហាភ្លាមកើតឡើង
បាទហើយចឹងវីដេអូនេះចង់ចែកម្លែកបងប្អូនប៉ុណ្នេះតាក់ទងជាមួយនឹងការចិញ្ចឹមជ្រូកនៅលើអង្កាមបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត